នេះជាការប្រារព្ធពិធីបុណ្យបូជានៅវត្តដំណាក់ខេត្តសៀមរាបពិធីបុណ្យព្រះពុទ្ធសាសនាមួយនេះគេធ្វើឡើងក្នុងហេតុផល3សំខាន់គឺទី1ជាថ្ងៃដែលព្រះអង្គធ្វើចតុរង្គសន្និបាតប្រកបដោយអង្គ4ទី2ជាថ្ងៃដែលព្រះអង្គសម្ដែងនៅឱវាទបដិមោក្ខនិងទី3ជាថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់ជននាយុសង្ខា3ខែមុនថ្ងៃចូលបរិនិព្វានបងប្អូនឆ្ងល់ថាអ្វីទៅជាឱវាទបដិមោក្ខឱវាទបដិមោក្ខមាន3ចំណុចសំខាន់ធំៗគឺទី1ជាកិរិយាវាចាបាបទាំងឡាយទី2ជាការញ៉ាំនៅរកសលកើតឡើងនិងទី3ជាការជំរះចិត្តឲ្យស្អាតផូរផង់អូខេឥឡូវនេះខ្ញុំនាំបងប្អូនមកមើលពីសកម្មភាពរបស់ពិធីបុណ្យបូជានៅខាងវត្តដំណាក់ខេត្តសៀមរាបវិញម្ដងដោយបងប្អូនបានឃើញវីដេអូពីខាងដើមអញ្ចឹងគឺមានសកម្មភាពចូលរួមពីបងប្អូនពុទ្ធបរិស័ទអ៊ំពូមីងយាយតាសិស្សនិស្សិតនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទៀតផងខ្ញុំសូមសរសើរបងប្រុសបងស្រីមែនទែនដែលបាននាំកូនកូនតាំងពីទូចមកចូលរួមពិធីនេះហើយគាត់បានស្វែងយល់ពីសកម្មភាពអ្វីទៅជាពិធីបុណ្យបូជារបស់ពុទ្ធសាសនាយើងហើយខ្ញុំក៏សូមគោរពការសរសើរដល់បងប្អូនពុទ្ធបរិស័ទទាំងអស់មិនថាភ្ញៀវជាតិភ្ញៀវអន្តរជាតិក្មេងចាស់វ័យបណ្ណាយគឺចូលរួមទាំងអស់គ្នានៅម្សិលមិញហ្នឹងហើយឆ្នាំនេះយើងមានការចូលរួមពីបងក្រុមស្គរដើម្បីញ៉ាំពិធីនេះឲ្យកាន់តែមានការចាប់អារម្មណ៍និងមានភាពទាក់ទាញបន្ថែមទៀតហើយបងប្អូនហើយបើយើងនិយាយពីប្រវែងនៃក្បួនដង្ហែវិញណាវែងមែនទែនសម្រាប់បងប្អូនអ្នកខេត្តសៀមរាបស្គាល់ហើយក្បាលរបស់ក្បួននៅស្ពានព្រះរាជដំណាក់ហើយកន្ទុយរបស់ក្បួនវិញទើបតែចេញអស់នៅខាងស្ពានវត្តដំណាក់សាចាស់យើងហ្នឹងខ្ញុំសង្ឃឹមថានៅខាងខេត្តសៀមរាបហ្នឹងនឹងជ្រើសរើសយកពិធីបុណ្យបូជានិងពិធីបុណ្យវិសាខបូជានេះធ្វើជាពិធីបុណ្យពុទ្ធសាសនាដ៏ធំជាងគេប្រចាំប្រទេសយើងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកចូលរួមទស្សនាក៏ដូចជាចូលរួមពិធីបុណ្យសាសនាដ៏ធំប្រចាំប្រទេសកម្ពុជាយើងផងដែរឥឡូវយើងបកមកមើលទឹកមុខរបស់អ៊ំពូមីងបងប្អូនដែលកើតចូលរួមកម្មវិធីនេះវិញស្រស់ស្អាតសบายហើយសួរថាហត់អត់ហត់មិនហត់មិនដើរអស់ចង់3គីឡូហើយដោយចំណុចនៅក្នុងវីដេអូនេះចឹងជាចំណុចនៅខាងលើផ្លូវមុខព្រះរាជដំណាក់ដែលរត់ទៅនឹងបើកឲ្យរថយន្តធ្វើចរាចរណ៍នៅលើផ្លូវនេះឡើងវិញណាបងប្អូនខ្ញុំនេះឈរថតនៅខាងមុខរូបសំណាកលោកយាយទេពមានបងប្អូនយើងច្រើននៅឈរមើលហើយឲ្យតែបងប្អូនអ៊ំពូមីងយាយតាក៏ដើមដល់ចំណុចហ្នឹងគិតឲ្យបុណ្យឲ្យអ្នកផលមកដល់ពួកយើងទាំងអស់គ្នាសាធុយករហូតបានបុណ្យដល់ធ្ងន់ក៏ឌុបងប្អូនសាកសម័យមើលបើសិនជាមានការចូលរួមកាន់តែច្រើនជាងនឹងមានបងប្អូនយើងស្លៀកឈុតប្រពៃណីមកចូលរួមទៅវត្តទៅវាអស់នឹងទៀតក្រៅពីឈុតសដែលអ៊ំពូមីងយាយតាគាត់បានស្លៀកពាក់ហ្នឹងណាបងប្អូនគិតមើលទៅពិធីហ្នឹងនឹងកាន់តែអស្ចារ្យប៉ុណ្ណានិយាយមែនណាបងប្អូនទៅពេលដែលយើងចូលរួមពិធីអញ្ចឹងធ្វើអារម្មណ៍យើងសប្បាយជ្រះថ្លាភ្លេចអស់ទុក្ខកង្វល់មិនដឹងបាត់ទៅណាអស់ហើយនេះដូចម្នាក់ឡាញយាយអញ្ចឹងណាមើលទៅស្រស់ស្រាយហ្មងមើលបងប្អូនយើងដែលដាក់បនតាមផ្លូវចែកទឹកចែកភេសជ្ជៈមកកាផ្លេសបាយទាំងអស់គ្នាបានបនទាំងអស់គ្នាកុំថាខ្ញុំនិយាយកុហកមើលមកអូយាសបាយញឹមចេញថ្មីនិងស្អាតបងណាដើរផងនិយាយផងថតផងចុះឡើងចិត្តមកដល់វឌ្ឍនៈវិញបាត់ពេលមកដល់វឌ្ឍនៈនេះកុំភ្លេចមកយកកាហ្វេដូចខ្ញុំផងនេះចាប់បានមួយហើយផឹកហើយមើលមុខលោងនឹងដោយសារហត់ដល់បែកញើសឡាហើយបន្ទាប់ពីញ៉ាំកាហ្វេហើយនេះគេចាប់ដើមមានពិធីដង្ហែប្រតិសិន3ជុំនៅព្រះគុណកុដហើយគេមាននមស្ការថ្វាយគុំព្រះអង្គមកផ្លេតមុននឹងឡើងទៅគុណកុដហ្នឹងមួយទៀតបងប្អូនណាដែលអត់ដឹងថាតើពើក្នុងសាសនាយើងមានអីខ្លះមើលតាប៉ោងខៀវលឿងក្រហមព្រមទាំងពើសហង្បាតនិងពើដ៏ភ្លឺផ្លេតពើចម្រុះដូចឥន្ទនូចឹងហើយពិធីយើងពេលថ្ងៃចាប់ផ្ដើមអស់ហើយចូលពិធីពេលយប់ម្ដងចាប់ផ្ដើមថ្វាយគុំមានស្រង់ព្រះនិងមានដុតទៀនបំភ្លឺអញ្ចឹងណាបងប្អូនហើយមួយទៀតមុនបញ្ចប់វីដេអូបងប្អូនយើងណានៅ single មកធ្វើបន់មកក្រែងឆាប់បានដល់គូបងប្អូនថាមិនត្រូវគូយើងទៅធ្វើបន់អត់បានជួបគាត់ហើយហ្នឹងហើយវីដេអូនេះជាសកម្មភាពសខេបត្រួសនៃពិធីបុណ្យបូជានៅវត្តនខេត្តសៀមរាបយើងណាបងប្អូនសម្រាប់បងប្អូនណាដែលអត់បានទៅចូលរួមហ្នឹងអាចទស្សនាវីដេអូនេះបានខ្ញុំគិតថាសខេបខ្លីៗបាន4នាទីជាងនឹងឯងហើយខ្ញុំសង្ឃឹមថាបងប្អូននឹងអាចចូលរួមពិធីបុណ្យវិសាខបូជាមួយទៀតមួយឆ្នាំយើងធ្វើពីរដងធំមាឃបូជាមួយវិសាខបូជាមួយចូលរួមដើម្បីលើកទឹកចិត្តឲ្យប្រទេសយើងនឹងរៀបចំពិធីនេះនៅក្នុងខេត្តសៀមរាបយើងជាពិធីបុណ្យសាសនាពុទ្ធដ៏ធំជាងគេដែលបងប្អូនអ៊ំពូមីងយាយតានៅទូទាំងប្រទេសឬមួយក៏ស្រុកផ្សេងក៏អាចមកលេងមកចូលរួមពិធីនឹងទាំងអស់គ្នាបានអស់ហើយបាយ